ធានបទលើកនឹងនិយាយតាក់ទងទៅនឹងការផ្ដោតទៅលើកិច្ចការសំខាន់វាដូចជាការដាស់តឿនមួយដែរពីព្រោះអ្វីដែលខ្ញុំសង្កេតឃើញមនុស្សដែលបកកែដែលជោគជ័យហ្នឹងគឺគាត់ផ្ដោតទៅលើរឿងសំខាន់ខ្លាំងតែមនុស្សដែលគាត់ពិបាកនឹងជោគជ័យឬក៏មានបញ្ហាច្រើននៅក្នុងជីវិតហ្នឹងដោយសារតែគាត់ច្រើនតែផ្ដោតទៅលើការងារដែលអត់សំខាន់ការងារដែលមិនចាំបាច់អញ្ចឹងគឺគាត់យកចិត្តដាក់លើរឿងនឹងច្រើនឧទាហរណ៍តាមដានរឿងគេអញ្ចឹងទៅតាមដានរឿងដែលមិនមែនពាក់ព័ន្ធមួយខ្លួនឯងអីចឹងទៅចំណាយពេលទៅលើរឿងដែលវាជារឿងរបស់អ្នកដតីណានាំរឿងស្មុគស្មាញអីចឹងអ្នកខ្លះឈានរហូតដល់ឆ្លោះគ្នាដោយសាររឿងអ្នកដតីក៏មានដែរដូចជាក់ស្ដែងអីយើងសង្កេតឃើញធ្លាប់មានព័ត៌មានគេផ្សាយខ្លះឆ្លោះគ្នាដោយសារតែគ្រប់គ្រងក្រុមបាល់ទាត់ខុសគ្នាខ្លះឆ្លោះគ្នារហូតដល់ប្តីប្រពន្ធក៏មានដែរឆ្លោះគ្នាដោយសារតែគ្រប់គ្រងគណៈបកនយោបាយខុសគ្នាអីចឹងទៅចឹងយើងអត់គួរយករឿងទាំងអស់ហ្នឹងឲ្យបង្កើតទៅជាបញ្ហានៅក្នុងជីវិតទេព្រោះការងារដែលសំខាន់ចំពោះយើងហ្នឹងគឺការងារណាដែលស្ថិតនៅក្នុងកាតព្វកិច្ចរបស់យើងនឹងដែលជារឿងសំខាន់ហើយបើយើងអត់ផ្ដោតទៅលើការងារដែលជាកាតព្វកិច្ចរបស់យើងហ្នឹងសួរថាពីណាគេមកធ្វើឲ្យយើងឥឡូវឧទាហរណ៍ថាការងារយើងរងថ្ងៃគេគ្រូបរិញ្ញាចឹងអ្វីដែលសំខាន់បំផុតគឺការបង្រៀនរបស់យើងហើយដើម្បីបង្រៀនបានល្អគឺយើងត្រូវតែបកកាយយើងត្រូវតែចេះហើយនឹងចេះវិធីសាស្ត្រក្នុងការបរិញ្ញាបានយើងបរិញ្ញាបានល្អដល់ពេលយើងគ្រូបរិញ្ញាយើងអត់ពឺគិតទៅលើកិច្ចការបង្រៀនយើងពឺទៅមើលតាមដានរឿងភាគអីចឹងទៅតាមដានបាល់ទាត់អីចឹងទៅតាមដានអីផ្សេងដែលមិនមែនជារឿងរបស់យើងរឿងទំនាស់គ្រួសារគេអញ្ចឹងឧទាហរណ៍ណាដល់ពេលយូរទៅសួរតែថាការងារយើងរីកចម្រើនអត់រីកចម្រើនទេដល់ពេលការងារយើងអត់រីកចម្រើនគុណភាពជីវិតរបស់យើងក៏អត់រីកចម្រើនដែរព្រោះយើងមានអារម្មណ៍ថាយើងខ្វះគុណតម្លៃទាំងកន្លែងការងារទៅក្នុងក្រុមគ្រួសារព្រោះដោយសារយើងអត់បានធ្វើកិច្ចការដែលសំខាន់ដែលចាំបាច់ចំពោះខ្លួនយើងឯងអញ្ចឹងត្រឡប់មកវិញអ្វីដែលខ្ញុំចង់ដាស់តឿនអ្នកទាំងអស់គ្នាគឺស្រឡឹងមើលវិញថាអ្វីដែលជាកាតព្វកិច្ចរបស់យើងអ្វីដែលជាការងារសំខាន់របស់យើងបើថានៅក្នុងក្រុមគ្រួសារយើងការងារសំខាន់យើងឧបមាថាយើងជាឪពុកអញ្ចឹងការងាររបស់ឪពុកឲ្យគេត្រូវរកចំណូលគ្រប់គ្រងគ្រួសារត្រូវមានតំណែងល្អជាមួយកូនជួយធ្វើការងារផ្ទះអីចឹងណាបើសិនជាតនេហឹងចំណាយពេលវេលាក្នុងការអប់រំកូនលេងមួយកូនដើម្បីបង្កើតភាពសិទ្ធិស្នាអញ្ចឹងទៅពួកឪពុកចេញពីផ្ទះបាត់ដើម្បីទៅរកចំណូលទៅធ្វើការរកស៊ីអីផ្សេងអញ្ចឹងទៅហើយអញ្ចឹងអត់មានពេលវេលាច្រើនទេជាមួយនឹងកូនដែលនៅផ្ទះអញ្ចឹងត្រូវតែតនេចំណាយពេលវេលាបានច្រើនជាមួយកូនអញ្ចឹងទៅបង្កើតភាពសិទ្ធិស្នាជាសេះបរិញ្ញាអប់រំកូននាំកូនរៀនអីចឹងទៅបរិញ្ញាពីទស្សនៈឬក៏គំនិតល្អដល់កូនអញ្ចឹងទាំងអស់ហ្នឹងឯងដែលជាការងារដែលយើងត្រូវធ្វើហើយតែពេលយើងអត់យើងតនេយើងចំណាយលើរឿងផ្សេងយើងការងារក៏មិនផ្ដោតមកផ្ទះវិញក៏មិនផ្ដោតដល់ពេលអញ្ចឹងទៅយូរទៅបាត់គុណតម្លៃជីវិតហើយអញ្ចឹងឧទាហរណ៍មួយទៀតត្រឡប់មកថាយើងជាម្ដាយម្ដងត្រូវធ្វើអីមកដល់ផ្ទះវិញបើសិនជាយើងអ្នកធ្វើការក្រៅមកដល់ផ្ទះក៏យើងត្រូវផ្ដោតលើការងារផ្ទះនិងកូនដូចគ្នាអញ្ចឹងដែរព្រោះយើងរវល់ការងារក្រៅយើងអត់មានពេលវេលានៅផ្ទះតែបើសិនជាយើងជាស្ត្រីមេផ្ទះវិញអញ្ចឹងផ្ដោតទៅលើការងារផ្ទះយើងឲ្យបានល្អបំផុតព្រោះដោយសារខ្ញុំដឹងថាបើសិនជាប្រពន្ធជាស្ត្រីមេផ្ទះដាច់ខាតប្តីគឺត្រូវតែចេញរកលុយឯងព្រោះអត់អាចថានៅផ្ទះទាំងពីរនេះអត់រកស៊ីអីរស់បានទេអញ្ចឹងត្រូវតែផ្ដោតបើសិនជាប្រពន្ធអត់បានតែធ្វើការងាររកលុយក្រៅគឺត្រូវតែផ្ដោតការងារផ្ទះហ្នឹងឲ្យបានល្អបំផុតការមើលកូនថែកូនអីចឹងទៅជួយជំរុញលើកទឹកចិត្តប្តីអីចឹងទៅធ្វើឲ្យមិនគ្រួសារនឹងមានភាពកក់ក្ដៅធ្វើឲ្យប្តីនឹងមានអារម្មណ៍ថាផ្ទះគឺជាទីកន្លែងមួយដែលកក់ក្ដៅជាទីកន្លែងមួយដែលចង់ឲ្យមកអញ្ចឹងណាចង់និយាយថាមានបញ្ហាគឺនឹកឃើញផ្ទះមុនគេអញ្ចឹងហ្មងអានឹងជាចំណុចសំខាន់អីចឹងទៅហើយនឹងត្រូវអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងជាពិសេសគឺតាក់ទងនឹងការគ្រប់គ្រងកូនតាក់ទងនឹងការជំរុញលើកទឹកចិត្តហើយនឹងការរស់នៅឲ្យបានត្រឹមត្រូវឲ្យបានស្អាតអីចឹងទៅឧទាហរណ៍ដូចជាអនាម័យការរៀបចំម្ហូបអាហារឲ្យវា balance មានន័យថារៀបចំម្ហូបអាហារថ្មិចញ៉ាំទៅឲ្យមានសុខភាពល្អទាំងប្តីទាំងកូនទាំងអីចឹងណាទាំងអស់ហ្នឹងជាអ្វីដែលយើងត្រូវរៀនហើយទៅបន្ថែមទៅលើទៀតយើងអាចរៀនពីវិធីនៃការអប់រំកូនអីចឹងទៅរៀនការងារមួយចំនួនទៀតបើយើងមានពេលយើងឆ្លាតវិញយើងអាចរៀនបន្ថែមការងារណាដែលអាចជួយប្តីបានតាក់ទងនឹងគំនិតតាក់ទងអីក៏យើងអាចជួយបានដែរអញ្ចឹងជួយបន្ទប់គ្រួសារបានច្រើនអញ្ចឹងវាធ្វើឲ្យយើងអត់មានសល់ពេលទៅចំណាយពេលទៅតាមដានរឿងភាគចំណាយពេលទៅតាមដានរឿងគេឆ្លោះគ្នាចំណាយពេលរឿងនិយាយចំទៅលើរឿងអត់ប្រយោជន៍អញ្ចឹងយើងក៏អត់សូវប្រកែកគ្នាដែរហើយតនេះយើងអាចរៀនសូត្របន្ថែមអញ្ចឹងទៅធ្វើឲ្យយើងខ្លាចជាស្ត្រីមេផ្ទះម្នាក់ដែលមានចំណេះដឹងខ្ពង់ខ្ពស់អញ្ចឹងទៅការអប់រំកូនយើងក៏បានល្អប្តីក៏គោរពស្រឡាញ់ព្រោះការចេះស្ត្រីការចេះច្រើនមិនមែនដើម្បីអប់រំប្តីទេគឺដើម្បីជួយនឹងមានន័យជាការដាស់តឿនជាការលើកទឹកចិត្តអីផ្សេងព្រោះមនុស្សស្រីនិងមនុស្សប្រុសការចង់បានគឺអត់ដូចគ្នាទេខុសគ្នាអញ្ចឹងលុះត្រាតែយើងទទួលស្គាល់ភាពខុសគ្នាទាំងពីរហ្នឹងទៅបានអាចចោះសម្រុងគ្នាបានអញ្ចឹងទាំងអស់ហ្នឹងគឺសិត
ទៅត្រូវយើងរៀនសូត្រអីចឹងអញ្ចឹងត្រឡប់មកបើសិនជាយើងអត់ផ្ដោតទៅលើការងាររបស់យើងអញ្ចឹងយើងអត់រីកចម្រើនទេព្រោះយើងសង្កេតមើលមនុស្សយើងអ្វីដែលដូចគ្នានៅលើផែនដីហ្នឹងគឺពេលវេលាមួយថ្ងៃ24ម៉ោងដូចគ្នាតែអ្វីដែលខុសគ្នាគឺការប្រើប្រាស់ពេលវេលាក្នុងមួយថ្ងៃហ្នឹងខុសគ្នាអ្នកខ្លះចំណាយពេលច្រើនទៅលើរឿងអត់ប្រយោជន៍អញ្ចឹងទៅខ្លះទៀតគាត់ចំណាយពេលវេលាច្រើនទៅលើរឿងដែលសំខាន់ចំពោះគាត់អញ្ចឹងដល់ពេលលទ្ធផលចេញមកគឺខុសគ្នាដូចគឺខុសគ្នាអញ្ចឹងដែរអ្នកដែលចំណាយពេលវេលាច្រើនទៅលើការងារសំខាន់របស់គាត់ទទួលបានគុណភាពជីវិតប្រសើរចំណែកអ្នកដែលចំណាយពេលវេលាច្រើនទៅលើរឿងដែលមិនមែនជារឿងរបស់គាត់ណាចឹងពេលហ្នឹងគឺគុណភាពជីវិតរបស់គាត់គឺអត់ប្រសើរទេអញ្ចឹងខ្ញុំចង់ដាស់តឿនម្ដងទៀតថាកលែកមកមើលខ្លួនឯងវិញថាខ្លួនឯងជានរណាគេជាប្តីជាប្រពន្ធជាកូនជាបុគ្គលិកក្រុមហ៊ុនជាអ្នករកស៊ីអ្នកធ្វើការជាមេជាអីចឹងណាអញ្ចឹងច្រើនណាយើងម្នាក់គឺខុសគ្នាអត់អាចដូចគ្នាប៉ុន្តែយើងត្រូវដឹងថាយើងត្រូវតែចំណាយពេលវេលាឲ្យច្រើនផ្ដោតទៅលើកាតព្វកិច្ចរបស់យើងព្រោះកាតព្វកិច្ចរបស់យើងក៏មានច្រើនដែរកាតព្វកិច្ចនៅក្រុមហ៊ុនកាតព្វកិច្ចនៅកន្លែងរកស៊ីកាតព្វកិច្ចមួយកូនចៅយើងកាតព្វកិច្ចជាមួយមេយើងកាតព្វកិច្ចជាមួយក្រុមគ្រួសារយើងកាតព្វកិច្ចមួយប្រពន្ធយើងកាតព្វកិច្ចមួយប្តីយើងកាតព្វកិច្ចជាមួយបងប្អូនយើងកាតព្វកិច្ចមួយអ្នកជិតខាងគឺវាមានច្រើនអញ្ចឹងទៅអញ្ចឹងយើងចំណាយពេលទៅលើរឿងទាំងអស់ហ្នឹងច្រើនណាវាធ្វើឲ្យយើងមានអារម្មណ៍ថាយើងចំណាយពេលវេលាពោពេញទៅដោយគុណភាពយើងចំណាយពេលវេលាពោពេញដោយគុណភាពវាធ្វើឲ្យជីវិតរបស់យើងនឹងក៏មានគុណភាពទៅតាមនឹងដែរអញ្ចឹងយើងមានអារម្មណ៍ថាការរស់នៅរបស់យើងពោពេញទៅដោយសេចក្តីសុខនិងសុភមង្គលអញ្ចឹងត្រឡប់មកវិញនៅពេលដែលយើងផ្ដោតអត់ត្រូវវិញមានរឿងច្រើនណាស់មកលើយើងព្រោះដោយសារយើងចំណាយពេលយើងតាមដានរឿងដែលអត់ប្រយោជន៍ច្រើនយើងប្រមូលព័ត៌មានដែលអត់ប្រយោជន៍ច្រើនចូលក្នុងខួរក្បាលយើងអញ្ចឹងវាធ្វើឲ្យយើងខឹងច្រើនយើងមួម៉ៅច្រើនយើងសង្ស័យច្រើនយើងចំណែនគេយើងអីផ្សេងអញ្ចឹងវាកើតអារម្មណ៍ច្រើនហ្មងព្រោះដោយសារមនុស្សយើងអារម្មណ៍យើងវាកើតចេញពីការគិតអាការគិតគឺគិតតាមរយៈព័ត៌មានដែលយើងទទួលបានដល់ពេលយើងទទួលព័ត៌មានអត់ល្អយើងគិតរឿងអត់ល្អដល់យើងគិតរឿងអត់ល្អធ្វើឲ្យយើងបង្កើតជាអារម្មណ៍អត់ល្អមួម៉ៅក្តៅក្រហាយអញ្ចឹងគ្រួសារយើងក៏អត់មានសេចក្តីសុខនិងសុភមង្គលដែរអញ្ចឹងត្រឡប់មកវិញការផ្ដោតទៅលើកាតព្វកិច្ចរបស់យើងផ្ដោតលើរឿងសំខាន់របស់យើងវាជួយយើងបានច្រើនមែនតើហ្មងជួយតាំងពីគុណភាពទៅលើហិរញ្ញវត្ថុព្រោះត្រូវចាំថាហិរញ្ញវត្ថុមួយម៉ាត់តេតងលុយកាក់កើនតាមរយៈសមត្ថភាពទី2កាលណាយើងផ្ដោតច្រើនអញ្ចឹងអត់ធ្វើឲ្យយើងចំណាយទៅលើអ្វីដែលរឿងចាំបាច់រឿងអត់ចាំបាច់យើងអត់ចំណាយព្រោះស្អីយើង be happy យើងសប្បាយចិត្តហើយយើងអត់ចាំបាច់ត្រូវចំណាយលុយទៅលើរឿងអត់ប្រយោជន៍ដើម្បីសប្បាយចិត្តទៀតទេអញ្ចឹងរឿងហិរញ្ញវត្ថុមួយយើងប្រសើរឡើងទី2សុខភាពក៏ល្អដោយសារយើងចំណាយពេលវេលាច្រើនទៅលើសកម្មភាពយើងអត់បានសង្កត់តាមដានតែរឿងអត់ប្រយោជន៍ទេអញ្ចឹងកាលណាតែចលរាងកាយយើងមានចលនាអញ្ចឹងវាធ្វើឲ្យសុខភាពផ្លូវកាយយើងល្អទី3សុខភាពផ្លូវចិត្តក៏ប្រសើរដែរយើងចំណាយពេលជាមួយនឹងទំនាក់ទំនងមនុស្សជាទីស្រឡាញ់របស់យើងមនុស្សជុំវិញខ្លួនយើងបានល្អយើងរៀនយើងអានយើងមានអារម្មណ៍ថាយើងកំពុងតែរីកចម្រើនអញ្ចឹងទាំងអស់ហ្នឹងវាធ្វើឲ្យយើងសុបាយចិត្តជាមួយនឹងខ្លួនឯងអញ្ចឹងសុខភាពទាំងផ្លូវចិត្តផ្លូវកាយរបស់យើងក៏ល្អទៅតាមនឹងដែរហើយមួយទៀតសុខភាពទំនាក់ទំនងរបស់យើងក៏ល្អដោយសារយើងបានចំណាយពេលវេលាជាមួយនឹងមនុស្សច្រើនហើយមួយទៀតសុខភាពចំណេះដឹងរបស់យើងក៏ល្អដែរដោយសារចំណេះដឹងរបស់យើងគឺល្អទៅរីកចម្រើនព្រោះយើងបានចំណាយពេលវេលាទៅលើការរៀនសូត្រអីចឹងទៅអញ្ចឹងនិយាយចំទៅសរុបទៅគឺល្អមែនតើហ្មងនៅពេលដែលយើងចំណាយផ្ដោតទៅលើកិច្ចការដែលសំខាន់ហ្នឹងអញ្ចឹងត្រឡប់មកម្ដងទៀតជាការដាស់តឿនសាជាថ្មីម្ដងទៀតតតែហ្នឹងគឺឲ្យយើងគិតមើលឡើងវិញថាអ្វីដែលជាការងារសំខាន់របស់យើងដើម្បីដឹងថាការងារសំខាន់របស់យើងគេត្រូវដឹងថាយើងជានរណាគេសិនដល់ពេលយើងដឹងជានរណាគេយើងទៅសេចចុះមកថាយើងជាអ្នកណាកាតព្វកិច្ចយើងអីគេអញ្ចឹងយើងផ្ដោតទៅលើវាទៅព្រោះអាសាទីសតិខ្លួនឯងនៅពេលដែលយើងបែកទៅលើរឿងដែលអត់សំខាន់អត់ប្រយោជន៍ឧមាថាហៀបបកាយហៀបឆ្លោះគ្នាហៀបអីចឹងទៅយើងដឹងខ្លួនថាហេមិនរឿងអញផងវៃរឿងអីទៅឆ្លោះរឿងអស់ហ្នឹងផ្ដោតទៅលើការងារខ្លួនឯងដែលសំខាន់ទៀតធ្វើឲ្យបានល្អចឹងទៅអញ្ចឹងគុណភាពជីវិតរបស់យើងប្រសើរឡើងអញ្ចឹងសង្ឃឹមថាគំនិតនេះជួយដាស់តឿនបងប្អូនដើម្បីឲ្យគុណភាពជីវិតនៃការរស់នៅហ្នឹងគឺកាន់តែប្រសើរឡើងសូមអរគុណ